សួស្តីបងប្អូនថ្ងៃនេះយើងមករៀនអាននិងសរសេរព្យញ្ជនៈកនិងខទាំងអស់គ្នាតោះចាប់ផ្ដើមអក្សរកអក្សរកចាបន្ទាប់ពីអានចំនួន2ដងរួចមកឥឡូវសូមបងប្អូនទៅមើលពីរបៀបសរសេរទាំងអស់គ្នាអក្សរកចាសូមបងប្អូនមើលម្ដងទៀតអក្សរកចាឥឡូវនេះយើងបានអាននិងសរសេរចំនួន2ដងហើយដូច្នេះសូមបងប្អូនទៅរៀនពាក្យទាំងអស់គ្នាអក្សរកកគឺគោគោគីងគួគីងគួក្រែក្រែក្រុមក្រុមចាបងប្អូនឥឡូវយើងចេះអានសរសេរនឹងពាក្យមួយចំនួនទាក់ទងជាមួយនឹងអក្សរករួចហើយដូច្នេះយើងទៅរៀនអក្សរខវិញម្ដងអក្សរខអក្សរខចាបន្ទាប់ពីយើងអានចំនួន2ដងរួចមកឥឡូវសូមបងប្អូនមកមើលអំពីរបៀបសរសេរទាំងអស់គ្នាអក្សរខចាសូមបងប្អូនមើលសារឡើងវិញម្ដងទៀតអក្សរខចាឥឡូវនេះបងប្អូនចេះអាននិងសរសេរចំនួន2ដងរួចហើយដូច្នេះយើងទៅរៀនពាក្យទាំងអស់គ្នាឃ្មុំឃ្មុំឃ្លីឃ្លីឃ្លោកឃ្លោកគ្នាបគ្នាបចាថ្ងៃនេះបងប្អូនបានសិក្សាអំពីព្យញ្ជនៈកខទាក់ទងជាមួយនឹងការអានការសរសេររួមជាមួយនឹងពាក្យមួយចំនួនសង្ឃឹមថាបងប្អូននឹងចេះចាំពាក្យបានកាន់តែច្រើនជាងមុនហើយចំពោះបងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមបងប្អូនជួយចុច Subscribe ម្នាក់មួយមកដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀត